ចិនក៏ហៅអគ្គរដ្ឋទូតហ្វីលីពីនភ្លាមៗក្រោយឆ្មាំសមុទ្រចិននិងទាហានហ្វីលីពីនផ្ទុះការប៉ះទង្គិចដោយប្រើច្រវាក់និងដំបងវាយគ្នាផ្អើលនៅសមុទ្រចិនខាងត្បូងភាពតានតឹងនៅសមុទ្រចិនខាងត្បូងកំពុងឡើងកម្ដៅសាជាថ្មីមហាយៈចិនបានកោះហៅអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងប៉េកាំងមកបង្ហាញការតវ៉ាជាផ្លូវការបន្ទាប់ពីឆ្មាំសមុទ្រចិននិងទាហានជើងទឹកហ្វីលីពីនបានផ្ទុះការប៉ះទង្គិចដោយប្រើច្រវាក់និងដំបងវាយគ្នានៅតំបន់ថ្មប្រប្រាស់ទឹក Second Tomasol ដែលប្រទេសទាំងពីរអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួនហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទទី20ខែកក្កដាឆ្នាំ2026នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារទី21ខែកក្កដាឆ្នាំ2026ក្រសួងការបរទេសចិនបានប្រកាសថាខ្លួនបានកោះហៅអគ្គរដ្ឋទូតហ្វីលីពីនដើម្បីតវ៉ាជាផ្លូវការជុំវិញការប៉ះទង្គិចនៅសមុទ្រចិនខាងត្បូងទីក្រុងប៉េកាំងបានចោទប្រកាន់ថាភាគីទាហានជើងទឹកហ្វីលីពីនជាអ្នកបង្កហេតុមុនហើយបន្ទាប់មកបែរជាចោទប្រកាន់ចិនទៅវិញដោយអះអាងថាបានបំភ្លៃការពិតនិងបង្កើនភាពតានតឹងដោយចេតនាឆ្មាំសមុទ្រចិនអះអាងថាទូកកៅស៊ូរបស់ទាហានជើងទឹកហ្វីលីពីនចំនួន2គ្រឿងបានបុកនាវាល្បាតរបស់ឆ្មាំសមុទ្រចិនហើយកងទ័ពហ្វីលីពីនបានប្រើច្រវាក់និងដំបងវាយទៅលើមន្ត្រីអនុវត្តច្បាប់របស់ចិនផ្ទុយពីនេះភាគីហ្វីលីពីនបានអះអាងថាមន្ត្រីកងទ័ពជើងទឹកម្នាក់របស់ខ្លួនត្រូវបានឆ្មាំសមុទ្រចិនវាយចំក្បាលដោយដំបងឈើហើយទូកកៅស៊ូមួយគ្រឿងក៏រងការខូចខាតផងដែរទោះជាយ៉ាងណាភាគីចិនបញ្ជាក់ថាខ្លួនបានអនុញ្ញាតឲ្យហ្វីលីពីនដឹកជញ្ជូនទាហានដែលរងរបួសចេញពីតំបន់កើតហេតុដោយសារហេតុផលមនុស្សធម៌ប៉ុន្តែបានព្រមានថានឹងបន្តប្រតិបត្តិការការពារអធិបតេយ្យភាពនិងអនុវត្តច្បាប់នៅតំបន់ថ្មប្រប្រាស់ទឹក Second Tomasol ជាបន្តទៀតចំណែកឯយោធាហ្វីលីពីនបានច្រានចោលការចោទប្រកាន់របស់ចិនដោយចោទថាចិនមិនពិតនិងបំភាន់សាធារណជនហើយអះអាងថាកងកម្លាំងរបស់ខ្លួនមិនមែនជាអ្នកផ្ទុះហិង្សាមុននោះទេ